ចាសួស្តីបងប្អូនទាំងអស់គ្នាតើឥឡូវយើងមកមើលលំហាត់នេះមួយដែលលំហាត់របស់យើងគឺ25ស្វ័យគុណ x ស្មើនឹង125ហើយគេឲ្យយើងរកតម្លៃ x ហ្នឹងគឺដោះស្រាយសមីការដូចគ្នាដែរអញ្ចឹងយើងគិតមើលទៅប្រកាសជាអត់ដឹងធ្វើមិនចេះមែនអត់ប៉ុន្តែយើងគិតតែចេះកន្លែងនេះ25កន្លែងនេះ125យើងគិតទៅ25តើយើងអាចទៅសេបានប៉ុន្មានដូចជាស្វ័យគុណប៉ុន្មានអញ្ចឹងមកហើយដល់ពេល125បានប្រហែលស្វ័យគុណប៉ុន្មានដូចគ្នាមកប៉ុន្តែសំខាន់យើងត្រូវធ្វើម៉េចអានេះលើកជាស្វ័យគុណហ្នឹងតើប្រហែលហើយខាងនេះប្រហែលដូចគ្នាដែរធ្វើម៉េចបើលេខខាងនេះស្វ័យគុណ2ស្វ័យគុណកន្លែងនេះក៏ត្រូវ2ស្វ័យគុណបើខាងហ្នឹង3នេះខាងលេខ25ហ្នឹង3ស្វ័យគុណខាងនេះក៏ត្រូវសេរីធ្វើម៉េចឲ្យចេញ3ស្វ័យគុណដូចគ្នាមានថាធ្វើម៉េចឲ្យស្វ័យគុណសងខាងហ្នឹងគឺដូចគ្នាដើម្បីយើងលុបសងខាងចោលតែម្ដងអញ្ចឹងបើយើងគិតមើលទៅកន្លែង25នេះយើងអាចសរសេរបានថាលេខ5យើងកាត់អានេះចោលតោះអញ្ចឹងកន្លែង25នេះយើងអាចសរសេរបានថា5លើកជាការ៉េមែនអត់អញ្ចឹង25ស្មើ5លើកជាការ៉េតែស្វ័យគុណ x នេះគឺនៅតែស្វ័យគុណ x នឹងក៏ដែរប៉ុន្តែយើងត្រូវដាក់វងកញ្ចក់បែបនេះអញ្ចឹង25គឺយើងអាចសរសេរបានថា5លើកជាការ៉េហើយលើកជាស្វ័យគុណ x ស្មើ125អញ្ចឹងយើងគិតថា125តើស្មើនឹងប៉ុន្មានលើកជាស្វ័យគុណប៉ុន្មានប៉ុន្តែនេះតម្លៃធ្វើម៉េចឲ្យចេញលេខ5ដូចគ្នាដែរអញ្ចឹងយើងគិតថា5ស្វ័យគុណប្រមាណទៅដើម្បីឲ្យស្មើនឹង125អញ្ចឹងមានតែ5ស្វ័យគុណ3អញ្ចឹង5ស្វ័យគុណ3គឺស្មើនឹង125អញ្ចឹងកន្លែងនេះអាចសរសេរថា5ស្វ័យគុណ3តមកទៀតកន្លែងនេះ5ស្វ័យគុណ2ហើយលើកជាស្វ័យគុណ x ស្វ័យគុណនៃស្វ័យគុណយើងមានរូបមន្តយើងណាគឺ a ស្វ័យគុណ m លើកជាស្វ័យគុណ n អាហ្នឹងគឺស្មើនឹង a ស្វ័យគុណ m គុណនឹង n ឬក៏ a ស្វ័យគុណ m n នឹងឯងអញ្ចឹងបើសិនយើងមាន5ស្វ័យគុណ2ហើយលើកជាស្វ័យគុណ x គឺយើងបាន5ស្វ័យគុណ2គុណនឹង x អញ្ចឹង2គុណនឹង x គឺស្មើនឹង2x ហើយស្មើនឹងលេខ5ស្វ័យគុណ3អញ្ចឹងខាងនេះគឺមាន5ស្វ័យគុណខាងនេះក៏មាន5ស្វ័យគុណបើ5ស្វ័យគុណដូចគ្នាលុបអានឹងចោលបានថាលុបកន្លែងហ្នឹងគេហៅគោលអញ្ចឹងលុបគោលនឹងចោលបានទៅអញ្ចឹងនៅសល់អីគេនៅសល់ 2x អញ្ចឹងកន្លែងនេះយើងសេ 2x ស្មើនឹងកន្លែងនេះនៅសល់3អញ្ចឹងមានថា 2x ស្មើ3អញ្ចឹងកន្លែងនេះយើងអាចទាញរក x ឃើញហើយនេះមក x មកស្មើនឹង3ចែកឲ្យ2អញ្ចឹងចម្លើយ x របស់យើងគឺស្មើ3ចាស្មើនឹង3លើ2នេះជាចម្លើយ